bà trong dây tha nè nơm với nhá su tham mong mà này tai nơm với miên sả màu bụi cặp bông ốp ngay điện nơm ra vì họ trong bạc thạch khai ra vì nơi đời cao này sắp bố phô phò tận nắm hộp lại chờ nữa nè cụ tận nom kia đặt một trip mà lên khai ra vì một đòn mở chạy đánh được nơi chỉ cao mà cả lấy ní cột ban chưa cột công tiếp sao fly chưa mai dương ban mà giờ này thôngได้ในក្នុងខាត់ប្រាវិហាមាននឹងផ្លែឈើលក់ដុំនឹងរាយហើយផ្លែឈើដែលគាត់លក់ច្បងនៅក្នុងចកាហ្នឹងគឺផ្លែសាម៉ៅហើយនិងផ្លែទៀបដំណាំកសិផលហូបផ្លែនៅខេត្តប្រាវិហាដោយអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថាភាគច្រើនការដាំដុះមានលក្ខណៈបែបធម្មជាតិនិងភាគច្រើននៃការប្រើប្រាស់ជីគឺប្រើប្រាស់ជីសរីរាង្គព្រោះតែជីវជាតិដីនៅក្នុងខេត្តនេះគឺមានអំណោយផលខ្លាំងក្នុងការធ្វើកសិកម្មជាក់ស្ដែងដោយផ្លែសាម៉ៅនៃចកាមកកន្លែងនេះមានរសជាតិឆ្ងាញ់ខុសគេតែម្ដងអ្នកទាំងអស់គ្នាតើតែបានសាកបានភ្លក់បានដឹងបើនិយាយពីពូជសាម៉ៅនៅក្នុងចកានេះវិញគឺពូជសាម៉ៅកំប៉ុងដូចគេដូចឯងហ្នឹងគ្រាន់តែថាបានយកមកដាំនៅលើទឹកដីព្រះវិហារគឺមានរសជាតិយូនីកខុសគេបដ និយាយទៅឆ្ងាញ់ខុសគេហ្មងទំហំផ្លែវិញធំធំសាច់ក្រាស់ស្រួយផ្អែមឆ្ងាញ់យកតែម្ដងអ្នកនរគ្នាអញ្ចឹងឯងបានថាបើសិនបានមកលេងខេត្តព្រះវិហារអីកុំភ្លេចចូលទិញផ្លែសាម៉ៅនៅចកាគាត់ផងហើយទីតាំងចង់ចូលទិញផ្ទះគាត់នៅម្ដុំទួលចន្ទីដែលគេលក់ផ្លែឈើច្រើនមុននឹងទៅដល់ខេត្តហ្នឹងអ្នកនរគ្នានឹងឃើញហើយសម្រាប់បងប្អូនដែលមិនបានមកផ្ទាល់នៅខេត្តព្រះវិហារអាចដាក់កំងបាននេះ Facebook របស់គាត់របស់បងស្រីដែលជាម្ចាស់ចកាហើយខ្ញុំនឹងដាក់ជូននៅលេខទូរស័ព្ទឲ្យអ្នកនរគ្នាបានឃើញនៅលើ screen video របស់ខ្ញុំផងដែរបងប្អូនចង់ទិញចង់កំងគាត់បានអាចផ្ញើបានទៅគ្រប់ខេត្តក្រុងអញ្ចឹងហើយសង្ឃឹមថាពុកម៉ែបងប្អូនយើងនឹងបន្តការគាំទ្រដំណាំកសិផលហូបផ្លែនៅក្នុងស្រុកយើងឲ្យមានទីផ្សារល្អបែបនេះរហូតណាដូចជាការរួមគ្នាគាំទ្រនៅផ្លែឈើធម្មជាតិមិនប៉ះពាល់សុខភាពពីខេត្តព្រះវិហារនេះទៅក៏ដូចជាការចូលរួមពង្រីកនិងពង្រឹងនៅលំហូរសេដ្ឋកិច្ចជាតិយើងទាំងមូលផងដែរគាំទ្រនៅផលិតផលជាតិផលិតផលក្នុងស្រុកទាំងអស់គ្នាដើម្បីឲ្យប្រជាកសិករយើងទទួលបានការរកចំណូលបានច្រើនពីការធ្វើកសិកម្មរបស់គាត់ក៏ដូចជាកាត់បន្ថយការនាំចូលនៅដំណាំកសិកម្មពីខាងក្រៅនិងយើងបរិយានៅការនាំចេញដំណាំកសិផលយើងនៅក្នុងស្រុកក៏ដូចជាការនាំចេញទៅក្រៅផងដែរហើយក៏ចង់សំណូមពរទៅកាន់អ្នកទាំងអស់គ្នាថាតនេក៏ភ្លេចមកលេងខេត្តព្រះវិហារផងណាចង់ឲ្យខេត្តព្រះវិហារនឹងមានភ្ញៀវទេសចរចង់ឲ្យមានអ្នកមកលេងមានច្រើនច្រើនកាលពីមុនកន្លងទៅហ្នឹងអញ្ចឹងហើយបានថាពួកយើងគឺពិតជាត្រូវការវត្តមានអ្នកទាំងអស់គ្នាមកលេងខេត្តពួកយើងមែនទែនអរគុណច្រើនអ្នកទាំងអស់គ្នាចំពោះការទស្សនាវីដេអូនេះអរគុណច្រើនជម្រាបលាបាយបាយ